បាទសួស្តីបងប្អូនទាំងអស់គ្នាណាថ្ងៃនេះខ្ញុំធ្វើការបង្ហាញការគូប្លង់ណាប្លង់ផ្ទះវិឡាទឿ6 12នេះបងប្អូនណាបាទឥឡូវយើងទៅមើលយើងចែកអាក់បាទខ្ញុំដាក់វីដេអូញាប់តិចទៅកុំឲ្យពិបាករងចាំមើលណាបាទឥឡូវយើងចាប់ដើមចែកអាក់យក4 ម៉ែត្រហើយនឹងទទឹងគឺ3 ម៉ែត្រណាបាទហើយហក់មួយមុខយក1.7 ម៉ែត្រហើយយើងចែកមុខកប៉ាល់នេះយក1 ម៉ែត្រពីទឹកហក់មកបាទហើយយើងយកកណ្ដាល63បាទហើយយើងសុកចោល3 ទឹកខាង3 ទឹកឥឡូវយើងចាប់ដើមបាទទៅយក tool debug មកប្រើបងប្អូនណានេះ tool debug បាទឥឡូវយើងពុះបាទគាត់ជំវិញចេញមកអាហ្នឹងគឺពុះតាមអាក់ហ្នឹងណាបាទយកពីទឹកហើយនឹងសាច់ក្នុងយកមកទឹកបាទនេះគូយើងយកបន្ទប់ទ្វារណាទ្វារយកកៅបាទវាកៅវាបន្ទប់កៅអួយយក140បាទយក140នេះដាក់អួយដាក់អីមកបាទឥឡូវនេះយើងដាក់បន្ទប់ទឹកទឹកបែរកន្លែងនេះណាបាទនេះខ្ញុំពុះព្រាងម្ចាស់គេមើលសិនបងប្អូនណាបាទអញ្ចឹងបើមានតម្រូវការគូប្លង់អីអាចធ្វើការឆាតលើម្នាក់ម្ដងបាទតាមលេខទូរស័ព្ទលើវីដេអូហ្នឹងបងប្អូនណាបាទនេះយើងដាក់សយើងយក20 x 20ពុះសមកបាទនេះសហើយចដើយកមកទៅតឹង30នេះចដើចូលខាងក្រោយបាទដើរចូលក្រោយយើង30ហើយយក3កាំអញ្ចឹងមកអូខេណាខ្ញុំដាក់បន្ទប់ក្នុងបន្ទប់ដាក់ក្រែមួយនេះបាទក្រែមួយហើយបានអញ្ចឹងណាតោះនេះយើងដាក់ជើងម៉ែត្រណាបាទ4 ម៉ែត្រទៅ3 ម៉ែត្រហក់មុខ1.7 ម៉ែត្របាទ4 ម៉ែត្រជុំវិញនេះណាបាទនេះខ្ញុំដាក់ជើងម៉ែត្រណាជើងម៉ែត្រវាអញ្ចឹងនេះបាទអញ្ចឹងវីដេអូមានប៉ុណ្ណឹងណាអរគុណសម្រាប់ការតាមដានទស្សនាអញ្ចឹងកុំភ្លេចចុច like បាទ follow អ្នកមួយបងប្អូនណាជួបគ្នានៅវីដេអូទៀតបាទបាយបាយ